ជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នានេះគឺជាសកម្មភាពខ្លះៗដែលខ្ញុំរៀបចំជាមួយនឹងមុខម្ហូបថ្មីបងប្អូនសាកទាញមើលតើមុខម្ហូបអីដែរចាអញ្ចឹងគាត់តែឃើញរៀបចំបន្លែមានកូនត្រេនមកជួយរៀបចំលាងបន្លែប្លុកចាហើយខ្ញុំនេះមានអាហារធម្មជាតិបន្លែធម្មជាតិបងប្អូនហើយមានដូចជាក្រូចសើចជាមួយនឹងប៉េងប៉ោះស្ពៃអញ្ចឹងទៅគឺយើងធ្វើភ្លាសាច់គោបងប្អូនមើលសាច់គោខ្ញុំតំណឹងឯងសាច់គោខ្ញុំហាន់ហើយខ្ញុំគ្រាន់តែដាក់ត្រាំជាមួយនឹងក្រូចឆ្មាទៅវាកាត់ឆ្អាបឬក៏វាអាចចម្អិនបានខ្លះដែរអញ្ចឹងណាអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការសំគ្រឿងហើយមានដូចជាក្រូចសើចជាមួយនឹងម្ទេសអញ្ចឹងខ្ញុំចាប់ផ្ដើមច្របាច់ច្របល់វាឲ្យសព្វច្របល់ចូលគ្នាអញ្ចឹងណាបងប្អូនដើម្បីកាត់ឆ្អាបពួកអីឆ្អាបខ្លាំងណាពួកអីសាច់គោយើងអត់បានធ្វើការស្រស់វាទេយើងគ្រាន់តែហាន់វាលាងទឹកស្អាតហើយយើងចាប់ផ្ដើមប្រើប្រាស់ជាមួយនឹងក្រូចឆ្មារបស់យើងហើយនឹងម្ទេសនឹងតែម្ដងអញ្ចឹងណាបន្ទាប់ពីយើងដាក់លាយជាមួយគ្នាសពអីហើយអស់ហើយយើងចាប់ផ្ដើមច្របាច់ច្របល់ទៀតហើយបងប្អូនលើមកច្របាច់ច្របល់វាឲ្យសព្វឲ្យវាឆាប់ឆ្អិនជាមួយនឹងអ្វីដែលយើងចម្អិនជាមួយនឹងក្រូចឆ្មាហ្នឹងណាបងប្អូនអញ្ចឹងខ្ញុំដាក់ម្ទេសមានប្រហុកមានអីចឹងទៅហើយប្រហុកខ្ញុំនេះដាក់រៀងច្រើនតិចឯងបងប្អូនដោយសារចំណង់ចំណូលចិត្តវាខុសៗគ្នាសម្រាប់ខ្ញុំចូលចិត្តវាគ្រឿងដិតអីចឹងណាមានរសជាតិផ្អែមជូរហឹរអីចឹងទៅហើយប្រហុកបងប្អូនចង់ដាក់សំល្មមតិចជាងហ្នឹងអីក៏បានដែរបងប្អូនបានដូចគ្នាណាហើយឥឡូវខ្ញុំចាប់ផ្ដើមច្របាច់ច្របល់ទៀតហើយបងប្អូនបន្ទាប់ពីយើងធ្វើការច្របាច់ច្របល់ហើយអស់ចិត្តអស់ចង់ហើយដើម្បីវាសព្វគ្រឿងអស់ហើយយើងចាប់ផ្ដើមថែមគ្រឿងជាមួយនឹងស្ករប៊ីចេងអីចឹងទៅហើយខ្ញុំអត់ប្រើអំបិលទេបងប្អូនខ្ញុំប្រើរ៉ូឌីដោយសារតែរ៉ូឌីយើងប្រើប្រាស់វាទៅវាអត់សូវប្រៃខ្លាំងបងវាអត់សូវប្រៃខ្លាំងបងប្អូនដោយសារវាយើងឡំដែរអញ្ចឹងពួកអីអាប្រៃហ្នឹងយើងមកពីប្រហុកហើយឯងទោះបីប្រហុកយើងលាងទឹកស្អាតក៏ដោយបងប្អូនហើយយើងចាប់ផ្ដើមដាក់បន្លែប្លុករបស់យើងមកចង់បានបន្លែអីដាក់បន្លែហ្នឹងមកហើយខ្ញុំនេះចូលចិត្តតែប៉េងប៉ោះទូចនឹងឆ្ងាញ់ណាបងប្អូនដាក់លាយច្បោកច្បល់គ្នាមើលលេខគោលេខអីបន្ទាប់ពីយើងធ្វើការច្បាលវាហើយអស់ហើយបើសិនជាបងប្អូនគិតថាវាអត់ត្រូវមាត់របស់បងប្អូនអាចថែមគ្រឿងបានពេលក្រោយអញ្ចឹងខ្ញុំដាក់ជីហ្នឹងយើងចាប់ផ្ដើមច្បាលទៀតហើយបងប្អូនខ្ញុំចូលចិត្តជាងគេជីស្លឹកវែងហ្នឹងមកនិយាយមែនប៉ុន្តែខ្ញុំហៅខុសជីនាងវើងពេលចឹងទៅអ្នកម្ដាយខ្ញុំបេះមកសិតតែជីនាងវើងច្រើនដែលអញ្ចឹងមានអីច្បោកច្បល់ចូលទៅទាំងអស់ហ្នឹងហើយខ្ញុំមានប៉េងប៉ោះទៀតបងប្អូនដាក់ប៉េងប៉ោះមកអូយប៉េងប៉ោះធំណាចិត្តវាជាចំណិតចឹងមកអូយកំថាឡាយញ៉ាំគ្រាន់តែដាក់ចូលហ្នឹងក៏តំណងល្អមើលដែរបងប្អូនហើយខ្ញុំដាក់ជាមួយនឹងអាស្ដាយដីដែលយើងបុកឬក៏យើងកិនហើយតែបាច់បុកខ្លាំងឲ្យវាម៉ត់ទាំងអស់ពេកទេណាបងប្អូនឈុំទៅដាក់មកនេះនិយាយថាតំណងនោះតំណងបន្ទាប់មកយើងចាប់ផ្ដើមដួសដាក់ចានមកដាក់ចានយើងអាចភ្លក់សាកភ្លក់មើលសិននេះចុងភៅចំណានចាថាលេងនេះបងប្អូនចេះមកសំល្មមដែរហ្នឹងណាធ្វើញ៉ាំខ្លួនឯងបានតែបើអ្នកផ្សេងញ៉ាំមកបានខ្ញុំមិនដឹងដែរទេនេះធ្វើញ៉ាំខ្លួនឯងសាកបងតេស្តសិនឆ្ងាញ់អត់ឆ្ងាញ់មែនបងប្អូនជាតិហ្មងរសជាតិវិញគឺផ្អែមជូរហឹរដិតឆ្ងាញ់ញ៉ាំទៅពេញមាត់ល្អណាស់បងប្អូនហើយខ្ញុំអត់ដាក់សលេងស៊ីនទេដោយសារតែមេឃវាភ្លៀងខ្លាំងពេកបងប្អូនហើយកាត់សលេងស៊ីនអត់ចូលទេឥឡូវមានតែបញ្ចូលសំឡេងអូយឆ្ងាញ់ណាស់បងប្អូនបើមានបាយដាក់មួយចានទៀតណានិយាយថាជាតិចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេណាបងប្អូនបាយដែលបានទស្សនាណា